ទៀតបាទសម្រាប់អ្នកដែលថារបស់ខ្ញុំលក់ថោកអីគ្មានទំនួលខុសត្រូវបាទអត់មានគ្មានទំនួលខុសត្រូវបាទខ្ញុំលក់របស់ដូចជារបស់ប៊ិចរបស់សំខាន់ណាប៊ិចហើយនឹងម៉ូទ័រសាំងតែខ្ញុំលក់ទៅខ្ញុំដឹងហើយថារបស់នឹងវាល្អតែខ្ញុំនៅតែឆាតទៅសួរខ្ញុំថេកឈ្មោះថេកអីខ្ញុំថតឈ្មោះថតអីទុកហើយខ្ញុំមើលប៊ិចខ្ញុំឲ្យច្បាស់ទៅលោកគេបន្លំគាត់ថាពេលហើយខ្ញុំឆាតសួរខ្ញុំថាបងបានអីវ៉ាន់ដាក់ឲ្យជួយប្រាប់ខ្ញុំផងថាអីវ៉ាន់មិនចឹងណាสนุกមិនមកខ្ញុំឲ្យបងឯងបាយចោលហើយខ្ញុំបាញ់លុយឲ្យវិញបើសិនជាវាខូចបើខ្ញុំលក់របស់ខូចខ្ញុំមិនមានចង់បានលុយគេហើយលក់ឲ្យតែបានហើយលែងខ្វល់យល់អត់អីច្រើននឹងខ្ញុំទេត្រឹម4-10ម៉ឺនយល់លុយអាចរកបានយល់ហើយមុខមាត់ខ្ញុំលក់រហូតគឺងាយរកបានហើយខ្ញុំមកបានលក់អីវ៉ាន់ប៉ុណ្ណេះក៏ឆ្អែតឆ្អន់យល់ប្រាប់ប៉ុណ្ណឹងហើយអ្នកទិញអីវ៉ាន់ពីខ្ញុំលក់គួរសមមានតម្លៃអត់មានច្រើនអត់មានថ្លៃអីម៉ានមេទេបើគិតថាមកទិញពីខ្ញុំហើយចង់បានតម្លៃមួយទៅថោកខ្លាំងទៅរកគេហ្នឹងហើយ